ស្ដីបងប្អូនមីងមេទាំងអស់គ្នាឥឡូវនេះនាងខ្ញុំកំពុងរងចាំជើងយន្តហោះពីអ៊ីនថ្រនប្រទេសកូរ៉េខាងត្បូងទៅលេងស្រុកខ្មែរឥឡូវនេះនាងខ្ញុំបានចូលមកដល់យន្តហោះហើយក៏ឆែកមើលអីវ៉ាន់នៅលើយន្តហោះហ្នឹងមានអ្វីខ្លះដែលយើងអាចយកប្រើបានអញ្ចឹងណាគេមានភួយនិយាយទៅគេមានអីវ៉ាន់ច្រើនតែខ្ញុំអត់បានថតទេខ្ញុំថតតែអីវ៉ាន់ណាដែលខ្ញុំដកយកមកប្រើអញ្ចឹងណាហើយបើសិនជាគេមានភួយគឺខ្ញុំអត់ចោលទេគឺត្រូវតែយកមកប្រើមុនគេដោយសារអីវារៀងត្រជាក់ដែរនៅលើយន្តហោះហើយគេក៏មានស្បែកជើងសម្រាប់ឲ្យយើងផ្លាស់ប្ដូរទៅទឹកទឹកអីចឹងដើម្បីងាយស្រួលដើរចុះដើរឡើងអញ្ចឹងណាហើយសម្រាប់កៅអីដែលខ្ញុំជ្រើសហោះហើរពីប្រទេសកូរ៉េខាងត្បូងទៅកម្ពុជាលើកនេះគឺអាចកាច់កេងបានយ៉ាងងាយស្រួលប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំអត់មានកន្លែងដែលខ្ញុំកាច់កាច់កៅអីកេងបាននេះបងប្អូនដោយសារអីខ្ញុំហោះហើរតែម្នាក់ឯងអញ្ចឹងណាហើយតែគូរបស់ខ្ញុំគាត់រវល់ធ្វើការគាត់អត់បានមកលេងស្រុកខ្មែរទេលើកនេះហើយបានមកតែឯងអញ្ចឹងណាតែពេលអញ្ចឹង solo trip អីចឹងទៅវីដេអូថតបានប៉ុណ្ណឹងអញ្ចឹងណាបងប្អូនហើយនៅបំរើលើយន្តហោះគាត់ក៏លើភេសជ្ជៈឲ្យញ៉ាំនាងខ្ញុំកំងតែទឹកសាច់ទឹកក្រូចសិនអញ្ចឹងណាចាំដល់អាហារល្ងាចចាំកំងស្រាអូខេយន្តហោះ take off រួចរាល់អស់ហើយឥឡូវនេះម៉ោង 8 កន្លះយប់ហើយនាងខ្ញុំក៏កំងអាហារពេលល្ងាចមានភេសជ្ជៈមានស្រាមានអីចឹងទៅហើយនាងខ្ញុំកំង steak មាន cheese on the side មានផ្លែឈើមាននំហើយតែក្តៅតាមក្រោយឥឡូវនេះនាងខ្ញុំដល់ស្រុកខ្មែរហើយចុះចតឆាប់អូយគ្មានអ្វីសប្បាយចិត្តបានជួបជុំបងប្អូនអ្នកម្ដាយក្មួយទេខានមកលេង2ឆ្នាំជិត3ឆ្នាំហើយលើកនេះមកលេងស្រុកខ្មែរបាន2ខែកន្លះដែរហើយក៏បានមកចូលរួមមង្គលការបងស្រីទី1ដែរអញ្ចឹងណាអ្នកម្ដាយខ្ញុំដូចការតកូនរីកចឹងស្នាមញញឹមបងជីដូនមួយដ៏ល្អរបស់ពួកខ្ញុំតើវិញអត់ចាំឡានទាំងតាមហៅទៅវិញទៀតរតនានិយាយវីដេអូខ្លួនឈប់បាត់ខ្លាប់ហ្នឹងអូខេឥឡូវនេះនៅតាមផ្លូវហ្នឹងម៉ោងដូចជាមួយយប់ហើយមកដល់ផ្ទះភ្លាមគឺថាក្មួយប្រុសបើគាត់រាំអបអរសាទរនាងខ្ញុំមកដល់ផ្ទះអូម្នាក់មករៀងគេតែចេះណាគួរឲ្យខ្នាញ់ឥឡូវនេះម៉ោង 7:02 យប់ហើយបងប្អូនអ្នកម្ដាយហើយក្មួយក៏ឡើងទៅសម្រាប់នៅលើអស់ហើយនៅថ្លៃតានាងខ្ញុំឯងហើយអរគុណដល់បងប្អូនមីងមេទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយវីដេអូបន្តការដើរលេងនៅក្នុងស្រុកខ្មែរ Good night បងប្អូនទាំងអស់គ្នា